ណាដោយហេតុថាសុរាគឺជាគ្រឿងញៀនស្រវឹងស្របច្បាប់ដូចបរិយដែរសពថ្ងៃហ្នឹងអញ្ចឹងហើយយើងមិនបាច់ឆ្ងល់ថាហេតុអីទៅបានជាផ្សព្វផ្សាយពាណិជ្ជកម្មខ្លាំងម្ល៉េះស្រុកខ្មែរយើងទាំងស្រាទាំងបរិយប៉ុកទូរទស្សន៍ក៏ដូចជាប៉ុករ៉ាឌីយ៉ូដូចគ្នាទាំងអស់បើនិយាយពីស្រាវិញអាកូញាក់អាកូជុលយ៉ាងណាក៏មានសពគ្រប់វីស្គីស្អីណាចេះនិយាយទៅដូចដឹងតែក៏ពិតបានតែមើលគេទេណាអាហ្នឹងជាគ្រឿងញៀនស្រវឹងហើយស្របច្បាប់ប៉ុន្តែអានេះវាអាស្រ័យលើការអនុវត្តច្បាប់នៅក្នុងប្រទេសយើងហ្នឹងវានៅមានកម្រិតកាលណាវានៅមានកម្រិតវានៅមានចន្លោះដែលគេអាចធ្វើបានអញ្ចឹងណាដោយលោកថាចង់ឲ្យអត្ថាធិប្បាយអំពីគ្រឿងញៀនផងពីព្រោះថាឃើញយើងនិយាយតែអំពីសូរ៉ាឃើញនិយាយពីគ្រឿងញៀនដោយថាសូរ៉ាហ្នឹងក៏វាជាគ្រឿងញៀនដែរក៏ណាកាលណាសូរ៉ាហ្នឹងវាចូលទៅក្នុងពោះដោយលោកបាននិយាយវិញអញ្ចឹងផ្លេចសតិតោរបស់វាហ្នឹងផ្លេចសតិបាត់សតិមិនដឹងថាត្រូវធ្វើអីទេគ្រឿងញៀនហ្នឹងដូចគ្នាដែរយើងដឹងហើយព្រោះប្រទេសយើងហ្នឹងបើតាមតែស្ដាប់តាមតែដឹងមកវាមិនបាច់និយាយស្ទើរតែមិនបាច់និយាយហ្មងគេដឹងគេច្រើនទៅហើយតែណាអំពីរឿងគ្រឿងញៀនហ្នឹងទាំងតោនចាប់បានម្ដងព្រោះដឹងតែធ្វើម៉េចយើងនឹងទៅធ្វើម៉េចបើគេចង់ជួបើគេចង់ប្រើប្រាស់ដូចលោកថាចឹងមិនទៅបន្ទោសអ្នកផលិតទេលោកថាអ្នកផលិតនឹងគ្មានទោសទេតាមពិតយើងមិនទាន់អាចនិយាយពីរឿងអ្នកផលិតយើងនិយាយពីរឿងវត្ថុដែលជាគ្រឿងញៀនហ្នឹងនឹងអ្នកប្រើប្រាស់ទៅស្រាក៏ដោយបារីក៏ដោយអាភៀនយ៉ាម៉ាយ៉ាបាកច្ឆាអីចឹងជាដើមអានឹងសុទ្ធតែជាគ្រឿងញៀនដូចស្រាដូចអីចឹងដែរតែកាលណាត្រូវឲ្យញៀនញ៉ាមមិនងាយនឹងលះបង់បានទេណាហើយដូចគ្រឿងញៀនគ្រឿងអីនេះវាសម្បូរហូរហៀណា10ថ្ងៃមានសឹងតែគ្រប់ទីកន្លែងពីឆ្នាំប្រហែលឆ្នាំមុននោះយើងថាវាមានតែនៅតាមបណ្ដុំប្រជុំជនធំដូចជាទីក្រុងភ្នំពេញដូចជាទីរួមខេត្តធំមួយចំនួនមានសៀមរាបបាត់ដំបងមានកំពង់ចាមអីហ្នឹងអាហ្នឹងសម្បូរមែនប៉ុន្តែសប្តាហ៍ថ្ងៃនេះមិនមានតែត្រឹមប៉ុណ្្នឹងទេបើតាមតែដឹងលហៀហើយតាមខ្យល់មកគឺរហូតដល់ភូមិតូចភូមិធំនិគមជនបទដាច់ស្រយាលក៏មានដែរមានបណ្ដាញចាក់ស្រេចតែម្ដងអាហ្នឹងដោយថាយើងនិយាយតាក់ទងនឹងរឿងហ្នឹងគ្រាន់តែនិយាយប្រហែលប៉ុណ្ណឹងមិនថាចេះតែថាទេទាំងយើងទាំងគេបានស្ដាប់រត់ចូលបានអីអង្គការសង្គមស៊ីវិលនានាក៏គេជួយផ្សព្វផ្សាយជួយអប់រំជួយដាស់តឿនកើរំលឹកខ្លាំងណាស់ដែរប៉ុន្តែធ្វើម៉េចបើគេប្រាប់ថាហ្នឹងគ្រឿងញៀនស្រវឹងអញ្ចឹងហើយហ្នឹងតែកាលណាដាក់ទៅញៀនហើយក៏មិនងាយហ្នឹងអញ្ចឹងបានគេចិត្តតែហាមប្រាមណាដែលត្រង់ចំណុចដែលលោកនិយាយអំពីតោកនេះខ្ញុំកណាក៏មានចំណុចខ្លះដែលថាត្រូវបន្ថែមមុននឹងឈានទៅដល់ការនិយាយអំពីផលឬអានិសង្សនៃការលះបង់គ្រឿងញៀនស្រវឹងគឺសូរ៉ានិងមេរ័យហ្នឹងតោកទាំង6ប្រការនេះដោយលោកបានអត្ថាធិប្បាយមកហើយកណាមាននៅសម្ដែងព្រះអង្គសម្ដែងនៅក្នុងគម្ពីរសុត្តន្តបិដកទីខនិកាយឆត្តមគិបិដកខ្មែរយើងលេខ19ក្នុងសង្គាលកសោតត្រង់ទំព័រទី72កណាបានអានទី1តនជានេះខូចខាតទ្រព្យហេតុអីបានផឹកសារ៉ាទៅជាខូចខាតទ្រព្យពីព្រោះថាចេះកាលណាសារ៉ាចូលទៅដល់ក្នុងពោះកាលណាបាត់សតិបញ្ញាស្មារតីអស់រវល់ទៅស្វឹងមានសតិណាស់នឹកឃើញដើម្បីថាអញថ្ងៃនេះត្រូវធ្វើនេះធ្វើនោះអញថ្ងៃនេះត្រូវរត់ម៉ូតូទុកបើកសិករវិញអញថ្ងៃនេះត្រូវលីចប់ទៅស្រែនៅទឹកស្រែត្រូវភ្ជួររត់ដកស្ទូងអីចឹងមាននឹកឃើញឯណាកើតបើវល់ស្វឹងទន់ដៃទន់ជើងអត់ហើយអំណាចនៃសូរ៉ាញាតិញោមជាពុទ្ធបរិស័ទប្រកាសបានគុណចាស់គ្រប់ព្រះអង្គមានពាក្យទំនៀមបុរាណមួយគេនិយាយគេពោលថាកាលណាដាក់ចូលទៅក្នុងពោះថាសម្បើមរឹកសម្ដីខ្មោចអសោចគេចង្អេបក់បន្តទឹករលឹកក្រទៅដល់ខ្យល់ងាប់តាយហោងចូលទៅក្នុងពោះទៅសម្បើមរឹកតែខ្ញុំបណ្ណាថាខ្លានោះដោយលោកម្ចាស់ថាក្នុងវចនានុក្រមសម្ដេចលោកដាក់ឲ្យសុរៈគុណនាមប្រែថាក្លៀវក្លាហានអង្គអាចនិយាយថាក្អើតបតោមចឡោមខាមចលើបើក៏បានអ្នកខ្លះដាក់ទៅស្លូតទេដាក់ទៅចលើមតែមកមនុស្សថាខ្លះចលើមដាក់ទៅស្លូតទៅមានដែរកណាអាហ្នឹងសុរាអញ្ចឹងលោកថាជាទឹកកែនិស័យកណាកែអញ្ចឹងមែននិស័យជាមនុស្សទេបនខំកសាងបានមកបានអត្តភាពជាមនុស្សដាក់ស្រាចូលទៅអាខ្លះទៅជាឆ្កែក៏មានមិននិយាយអាក្រក់ទេអញ្ចឹងមែនគេថាផឹកតិចផឹកធ្វើអីផឹកក៏
ក៏វាដេកដៃឲ្យឆ្កែលឹកមាត់អាហ្នឹងមិនគេហៅអ្នកផឹកអានេះហើយសង្គមយើងហ្នឹងកណាសបោណាអាប្រភេទហ្នឹងសបោមែនទេកាលពីមុនកាលពីខ្ញុំកណានៅត្រឹម16 17គឺសូចាស់គាត់និយាយដែរតែផឹកដេកដៃផឹកឆ្កែលឹកមាត់ប៉ុណ្ណឹងច្រើនតែចាស់អាយុ50អាយុ40អីបន្តិចតួចឥឡូវនេះមិន50មិន40ទេយើងសង្កេតមើលទាំងអស់គ្នាយុវវ័យតាំងពីអាយុ15ឆ្នាំឡើងមិនថាសាច់ញាតិខ្ញុំកណាមិនថាសាច់ញាតិអង្គណាញាតិញោមណាសង្កេតមើលទៅឃើញមានច្រើនបំផុតតំណងមិនមែនថាច្រើនធម្មតាច្រើនបំផុតទាំងស្រីទាំងប្រុសដោយលោកថាអញ្ចឹងកណាហើយយើងក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាផងសុរាមេរយមជ្ជបមាតកហាណាវេរមណីសក្ខាបទាំងសមាទិយាមិសិតតែខ្ញុំកណាអីណាសមាទិនៅស្ថាប័នអីវាចាក់សុរាមេរ័យប៉ុន្តែមកផ្លេតហ្នឹងណាចេញតែពីវត្តទៅទាំងចាស់គាត់មិនសូវប៉ុន្មានទេចាស់គាត់ត្រង់ផ្លូវច្រើនប៉ុន្តែថាក្មេងឥឡូវមិនបាច់ទៅតម្រង់ទេពិបាកមែនតើពីច្រើនមានដែរគេល្អប៉ុន្តែអ្នកល្អនឹងវាតិចអញ្ចឹងហើយបានថាត្រូវតែនិយាយគឺផឹកចាក់ទីចាក់ដោងទាំងប្រុសទាំងស្រីហើយអាសូរថាមានមុខរបររស៊ីការរៀនសូត្រនឹងវាចម្រុងចម្រើនទេថាអត់ទេច្រើនតែកូនអ្នកស្រែយើងនឹងទៀតហ្នឹងកើតមកជាកូនកសិករក្រខ្សត់ហើយមិនគិតខំរៀនសូត្រដើម្បីអនាគតគិតតែបលិចខ្លួនឯងទៅទៀតអានេះគឺឃើញជាក់ស្ដែងភ្នែកឮនឹងតិចប៉ុន្តែថាយើងត្រូវនិយាយយ៉ាងម៉េចនិយាយវាមិនបាននិយាយមិនស្ដាប់ប្រាប់មិនតាមទេមនុស្សបែបហ្នឹងព្រោះថាបងធំហ្នឹងគាត់ចូលខ្លួនហើយគឺអញ្ចឹងសំបើមរឹតបែបហ្នឹងចាស់ក៏លេងស្ដាប់លោកសង្ឃក៏លេងស្គាល់ម៉ែឪក៏លេងស្គាល់តែស្រួលហ្នឹងភូមិផាំងមកវិញមិនដឹងម៉ែមិនដឹងឪទេណាអាហ្នឹងអញ្ចឹងសំដីខ្មោចស្អីទៅសំដីខ្មោចសំដីខ្សោញ៉ាវស្ដាប់លឺចុះស្រាវាជោគជាប់ពេញខ្លួនហើយនឹងទៅនិយាយអីលឺអត់ដឹងអីទាំងអស់និយាយពីស្រែទៅនិយាយពីប្រពន្ធទៅនិយាយពីកូនចៅទៅអត់ដឹងអីចឹងអាសោចគេតែកាលណាត្រូវហើយដោយលោកម្ចាស់ថាអញ្ចឹងត្រង់ចំណុចហេរិកោបណៈនិតទាំងសនីគឺញ៉ាំងសេចក្តីញ៉ាំងគេខ្មាស់ឲ្យកម្រើគឺថាអត់ចេះខ្មាស់គេចេះគេថាបានស្រាតដល់នលកោអ្នកខ្លះមានតាខោមកចង្កេះអានាលដីដូចជ្រូកដូចសត្វធាតុអាហ្នឹងហើយតែថាវាបាត់សតិហ្នឹងគឺអសោចគេអញ្ចឹងគេនិយាយដើមយ៉ាងនេះមួយយ៉ាងនោះមួយបើកូនមិនគេថាអូអាហ្នឹងបែបម៉ែឲ្យវាមិនចេះកដៅទេទៅបីក៏ប៉ុណ្ណឹងផឹកចាក់ទីចាក់ដោងបើមនុស្សចាស់វិញគេថាងាប់ហើយឲ្យវាប៉ុណ្ណឹងហើយគេមើលកូនវាអាណាគេយកទេកូនស្រីរឹតតែយ៉ាប់ទៀតអាហ្នឹងអញ្ចឹងចង្អេបក់តែកាលណាត្រូវហើយដល់តែចង្អេបក់ផ្លិតល្មមបក់អត់លហើយទេណាបន្តទឹកដល់តែមែនទេទៅស្រីទឹកខ្លាំងអត់ហ៊ានផឹកទេណាព្រោះអ្នកផឹកជោគចំហ៊ានតែដាក់មកដល់មកទៅបានឡើយមកឈូសឡើយអាហ្នឹងតាមតែដាក់រលឹកក្រកាលណាស្វឹងឲ្យដេកក៏មិនងាយងើបដែររលឹកក្របើនេះថាក្ររលឹកក្រភ្ញាក់ទៅដល់ខ្យល់ម្ដងដល់តែខ្លាំងពេកដល់ថ្នាក់ចង្អេបក់បន្តទឹកហើយទៅដល់ខ្យល់ហ៊ានតែផ្លាត់ងាប់តាយហោអានេះនិយាយពីពាក្យទំនៀមដែលបុរាណលោកចងក្រងមកដើម្បីដាក់ទឿនរឿងការផ្សាយសុរាហ្នឹងមួយយ៉ាងទៀតវាជាហេតុនៃចំនួនកលហបវត្តន័យបើឆ្លោះគ្នាអ្នកអត់ផឹកស្រាឆ្លោះគ្នាល្មមដែរទេប៉ុន្តែកាលស្រាត្រូវហើយមានធម្មតាសម្ដីក៏ខ្លារឹកក៏ខ្លាកាលមិនទាន់មានស្រាចូលពោះត្រឹមសម្ដីឲ្យជេរចាចញ៉ែញ៉ាវជេរពីចោលពេញទួចតែកាលណាស្រាចូលពោះជេរកាន់តែខ្លាំងប៉ះកបិតចាប់កបិតប៉ះទៅថៅចាប់ទៅថៅអាហ្នឹងគឺធ្វើឲ្យចំនួនហ្នឹងវាកាន់តែចម្រើនឡើងរោគគេហ្នឹងអាយតនៈគឺជាអណ្ដូងនៃរោគជាលំនៅនៃរោគដោយលោកបានអធិប្បាយមិនអញ្ចឹងមានរោគថ្លើមរោគអីចឹងជាដើមចេះយើងឃើញហើយអ្នកផឹកស្រាកែវមួយគ្នាមកវងហើយសពថ្ងៃយើងថាអញ្ចឹងឥឡូវគេលេខសិតឌីយ៉ាគេលេខសិតតង្កេះម្នាក់មួយមានតែឆ្លងរោគអីអានឹងជាវិទ្យារបស់គេអ្នកផឹកគឺគេលើកអញ្ចឹងគេថាវាមិនសូវសម្បឹងដោយកាលពីមុនស្រាសស្រាអីណាអានឹងវិទ្យាអ្នកផឹករហូតដល់សង្គមយើងនេះវាមានអ្នកខ្លះគេនិពន្ធជាបទចម្រៀងច្រៀងទៅទៀតយើងស្ដាប់យើងឮឃើញគេថាស្អីមកធ្វើអីបើមកមិនផឹកហ្នឹងខ្ញុំកណាតែងតែឮនឹងវាជាទីទាស់តែជាក្រៃពេកចំណោះចម្រៀងមួយបទនេះណាដកនៅក្នុងខួរក្បាលកូនខ្មែរតាំងពី
ពីអាយុ5ឆ្នាំឡើងរហូតដល់អាយុ30ជាងទៅមានណាសម្រាប់អ្នកដែលភ្លើភ្លើនហើយចម្រៀងយើងដឹងស្រាប់ហើយដកនៅក្នុងខួរក្បាលបានយូរជាងសម្លេងព្រាមដៅសម្លេងធរអាទៅទៀតដកបានយូរណាស់តើបទចម្រៀងដែលនិយាយអំពីការផឹកសារ៉ានិយាយអំពីអំពើទុច្ចរិតផ្សេងនៅក្នុងសង្គមដែលគេយកមកច្រៀងសើចលេងហ្នឹងវាជះឥទ្ធិពលខ្លាំងយ៉ាងណាដល់សង្គមខ្មែរយើងទៅថ្ងៃក្រោយខ្លាំងមែនទែនណាកូនក្មេងអាយុ7 8ឆ្នាំចេះច្រៀងទាំងអស់ហើយកុំនិយាយរឿងធរអារឿងបន្ទានរឿងព្រាមដៅលបងឯងហួសសម័យហើយម៉ែឯងហ្នឹងហួសសម័យហើយមិនបាច់និយាយទេសម័យគេសពថ្ងៃនេះសម័យកុំព្យូទ័រសម័យគេគឺហាឡូឡាសបាយរំច្រៀងកុំព្យូទ័រវាកុំព្យូទ័រហើយជាសម័យទំនើបកម្មជាសកលភាវូបនីយកម្មសម្រាប់ប្រទេសគេជឿនលឿនគឺគេមានផលប្រយោជន៍ច្រើនជឿនលឿនចេះដឹងគេទាញយកផលប្រយោជន៍ច្រើនបានច្រើនមែនទែនអំពីសម័យនេះប៉ុន្តែសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដូចជាប្រទេសយើងដែលជាប្រទេសក្រីក្រតើយើងទទួលបានផលប្រយោជន៍ឬទាញយកផលប្រយោជន៍អំពីសម័យនេះបានកម្រិតណាមិនត្រឹមតែមិនបានប្រយោជន៍ទេអារឿងគុណសម្បត្តិនេះទាញយកបានតិចណាស់តែរឿងគុណវិបត្តិគឺខ្លាំងយកទៅមែនទែនបើថាផឹកខ្លាំងជាងគេទៅទៀតអាចចឹងហើយបាននិយាយថាឆ្ងល់ហើយចុះមិនក៏ស្រាពាណិជ្ជកម្មស្រាច្រើនណាស់តាមបាច់ឆ្ងល់ទេមកពីអាអ្នកផឹកហ្នឹងវាច្រើនបើគ្មានអ្នកផឹកក៏គ្មានអ្នកយកមកលក់ដែរមកពីគេដឹងថាអាហ្នឹងឯងទីផ្សាររបស់គេទើបគេនាំចូលមកលក់ឥឡូវថាយកទៅលក់នៅក្នុងប្រទេសសេរីលោកសេរីដូចជាអឺរ៉ុបជាដើមតែប្រជាជនគេមានការអភិវឌ្ឍខាងចំណេះដឹងនឹងខ្ពស់គេដឹងគេយល់អំពីផលប៉ះពាល់របស់សុរារបស់គ្រឿងញៀនស្រវឹងផ្សេងៗនៅក្នុងសង្គមគេប៉ះពាល់ខ្លួនគេកម្រិតណាប៉ះពាល់គ្រួសារគេកម្រិតណាប៉ះពាល់សង្គមជាតិគេទាំងវប្បធម៌អរិយធម៌ទាំងសេដ្ឋកិច្ចជាតិគេកម្រិតណាគេដឹងចិត្តបើយកអាគ្រឿងបង្វក់អញ្ចឹងយកទៅប្រហាត់ប្រហារជនដែលជាបណ្ឌិតដែលគេដឹងហើយសួរតែគេជឿទេមិនជឿទេគេមិនធ្វើតាមទេគេមិនផឹកទេគេមិនសែកទេតែយកមកសម្រាប់អ្នកល្ងងដូចជាយើងនេះសង្គមយើងនេះមានថាយើងទាំងអស់គ្នានឹងវាល្ងងដែរវាមានអ្នកចេះដែរប៉ុន្តែវាមានចេះភ្លើក៏មានវាមានល្ងងល្ងឹតល្ងងខ្លាំងក៏មានដោយហេតុថាយើងនឹងវាជាទីផ្សារដែលគេស្រួលវាយលុកដែលគេស្រួលលក់ដូរលហើយគេយកមកលក់ហើយគេចេះតែសម្រុកចូលមកហើយអានេះជាមូលហេតុជាហេតុដែលយើងត្រូវដឹងថាមកពីយើងនឹងសម្បូរប្រជាជនយើងការយល់ដឹងអំពីរឿងបញ្ហាសុខភាពបញ្ហាសុរានៅមានកម្រិតអញ្ចឹងហើយបានវាអញ្ចឹងណាឥឡូវនេះដោយហេតុថាការនិយាយអំពីទោសនឹងវាចេះតែអូបលាយវែងឆ្ងាយពេលវេលាយើងក៏វាមិនច្រើននៅនិយាយអំពីអានិសង្សឬគុណនៃការលះបង់សារាការមិនសាច់គ្រឿងសង្វឹងនឹងយ៉ាងណាយ៉ាងណីទុកឲ្យព្រះអង្គផនទីលោកអធិប្បាយអំពីគុណឬក៏អានិសង្សនៃការមិនសែកនៅសារាកណាអញ្ចឹងសូមអារាធនានិមន្ត